Hello everybody, welcome back to our English grammar course, and today's lesson is about lesson 12. The title is Future Perfect Continuous. សូមស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលនៅក្នុងក្រុមវេយ្យាករណ៍ភាសាអង់គ្លេសរបស់យើងហើយមេរៀនយើងសម្រាប់ថ្ងៃនេះគឺអំពី Future Perfect Continuous ដែលយើងបកប្រែថាអនាគតកាលបរិបូរណ៍កំពុងបន្ត Okay, so let's go to the definition. និយមន័យ we use future perfect continuous Okay, we use future perfect continuous to emphasize an activity and the duration of an activity that will be in progress before another time or even in the future. ចង់បង្ហាញថានិយមន័យនេះគឺយើងប្រើប្រាស់ future perfect continuous ដើម្បីបញ្ជាក់អំពីសកម្មភាពគឺចង់បញ្ជាក់អំពីសកម្មភាពមួយជាមួយនឹងថេរវេលារបស់វារយៈពេលរបស់វា duration of an activity មានន័យថារយៈពេលនៃសកម្មភាពហ្នឹងដែលវានឹងកំពុងតែបន្តកំពុងតែកើតឡើងមុនពេលឬក៏សកម្មភាពណាមួយទៀតដែលកើតឡើងនៅក្នុងពេលអនាគតចឹងឲ្យតែ future perfect បាទគឺវាកើតឡើងមុនសកម្មភាពណាមួយនៅក្នុងគឺវាធៀបជាមួយនឹង simple tense ចឹង perfect ហើយនៅក្នុងនេះគឺ perfect continuous ចឹងមានន័យថាគឺវាកើតឡើងមុន simple tense ហើយវាគឺមានន័យជាសកម្មភាពដែលយើងហៅថា in progress គឺកំពុងតែមានដំណើរការ Okay Yeah so go to the definition affirmative form subject plus will or shall plus have plus been plus verb ing and object. Examples: I will have been sleeping for 2 hours by the time my mother gets home. ខ្ញុំនឹងកំពុងតែគេងអស់រយៈពេល2ម៉ោងហើយមុនពេលដែលម៉ារបស់ខ្ញុំបានមកដល់ផ្ទះ Okay អញ្ចឹងមានន័យថាគឺសកម្មភាពយើងនិយាយនេះគឺ in progress មានថាកំពុងតែគេហើយបើយើងនិយាយពីរយៈពេលគឺ2ម៉ោងហើយអញ្ចឹងមុនពេលដែលម៉ាក់របស់គាត់បានមកដល់ Okay My mother will have been living in London for 3 years next April ម៉ាក់របស់ខ្ញុំនឹងរស់នៅក្នុងទីក្រុងឡុងអស់រយៈពេល3ឆ្នាំបើគិតដល់ខែ April ក្រោយនេះ Okayចឹងគឺយើងគិតនៅក្នុងអនាគតមានថាបើយើងគិតដល់ចំណុចខែ April ក្រោយនេះខែ4ខែមេសា Okay គឺគាត់នឹងរស់នៅបានដល់គាត់នឹងរស់នៅក្នុងទីក្រុងឡុងអស់រយៈពេល3ឆ្នាំហើយគឺយើងគិតទៅក្នុងអនាគត Okay next one by June the 28th they will have been being married for 1 week មានន័យថានៅក្នុងថ្ងៃទី28ខែមិថុនាពួកគេនឹងបានរៀបការជាមួយគ្នាអស់រយៈពេល1សប្តាហ៍ Okay By the time we will have been getting to the airport Bob's plane arrives already មានថានៅពេលដែលពួកយើងនឹងទៅដល់ពលានយន្តហោះអញ្ចឹងគឺយន្តហោះរបស់លោក Bob's ឬក៏ជាមួយក្រុមហ៊ុន Okayយន្តហោះរបស់ Bob's នឹងបណ្ដល់រួចជាស្រេចហើយ Okay They will have been playing football in that field before you reach there ពួកគេនឹងកំពុងតែលេងបាល់ទាត់នៅក្នុងទីវាលនោះមុនពេលដែលអ្នកបានទៅដល់ Okay ចឹងគឺ future perfect continuous គឺវាបង្ហាញពីសកម្មភាពមួយដែលកើតឡើងក្នុងអនាគតហើយវាកំពុងតែបន្តហើយវាកើតឡើងមុន future simple ជាង you reach the end មានន័យថាវាជា future simple ហើយប៉ុន្តែគេទៅសេនៅក្នុងទម្រង់ present simple ទេប៉ុន្តែអត្ថន័យរបស់វាគឺអនាគតកាលធម្មតា Okay That's all and now we go to the negative form subject plus will or shall plus not ចឹងគ្រាន់តែដាក់ negative word not នៅពីក្រោយ auxiliary verb will ក៏ shall Okay វាទៅជាទម្រង់បដិសេធ plus have plus been plus verb ing and object
For example, I will not have been sleeping for 2 hours by the time my brother gets home ខ្ញុំនឹងមិនបានគេងរយៈពេល2ម៉ោងទេមុនពេលដែលបងប្រុសរបស់ខ្ញុំមកដល់ផ្ទះ My mother will not have been living in London for 3 years next April ម៉ាក់របស់ខ្ញុំនឹងមិនបានរស់នៅទីក្រុងឡុងរយៈពេល3ឆ្នាំទេបើគិតដល់ខែមេសាក្រោយនេះ By June 28th they will not have been being married for 1 week នៅថ្ងៃទី28ខែមិថុនានេះពួកគេនឹងមិនបានរៀបការអស់រយៈពេល1សប្តាហ៍នោះទេ Okay By the time we will not have been getting to the airport Bob's plane arrives already គណៈពេលដែលយើងមិនតាន់បានទៅដល់ពលានយន្តហោះផងយន្តហោះ Bob's បានមកដល់រួចជាស្រេច They will not have been playing football in that field before you reach there ពួកគេនឹងមិនកំពុងទៅលេងបាល់ទាត់នៅក្នុងទីវាលនោះទេមុនពេលដែលអ្នកទៅដល់ field មានន័យថាវាជាតារាងបាល់ So remember note or will not contracted to won't អញ្ចឹង will not យើងអាចសេតម្រង់កាត់ទៅជា won't ជាទូទៅគេប្រើ won't ដើម្បីវាងាយស្រួលហើយវាលឿនអូខេអញ្ចឹងសម្រាប់តម្រង់ឧទាហរណ៍ខាងក្រោមនេះឬក៏រូបមន្តរបស់វាគឺយើងគ្រាន់តែដាក់ not នៅពីក្រោយ auxiliary verb will ឬក៏ shall អញ្ចឹងវានឹងបដូរប្រយោគហ្នឹងទៅជាប្រយោគបដិសេធជាស្រេចអូខេ So that's all and now we move to interrogative form will or shall plus subject plus have plus been plus verb ing object and question mark okay example will you have been sleeping for 2 hours by the time your brother gets home តើអ្នកនឹងគេងអស់2ម៉ោងមែនទេមុនពេលដែលបងប្រុសរបស់អ្នកមកដល់ផ្ទះ Will your mother have been living in London for 3 years next April តើម្ដាយរបស់អ្នកនឹងរស់នៅទីក្រុងឡុងបាន3ឆ្នាំហើយមែនទេនៅបើគិតដល់ខែមេសាក្រោយនេះ By the 28th of June will they have been being married for 1 week និយាយមកបែរថានៅមុនពេលថ្ងៃទី28ខែមិថុនាតើពួកគេនឹងរៀបការជាមួយគ្នាអស់រយៈពេល1សប្តាហ៍ហើយមែនទេ Will we have been getting to the airport before Bob's arrive តើពួកយើងនឹងទៅដល់ពលានយន្តហោះមុនពេលដែលយន្តហោះរបស់ Bob's បានមកដល់ឬ Will they have been playing football in that field before you reach there តើពួកគេនឹងកំពុងទៅលេងបាល់ទាត់នៅក្នុងទីវាលនោះមុនពេលដែលអ្នកមកដល់ទីនោះឬ Okay So short answer yes I will yes we will she will it will okay no I won't no we won't no they won't okay blah blah អញ្ចឹងដូចគ្នាទាំងអស់ទម្រង់របស់ប្រធានទាំងអស់ហ្នឹងគឺអត់មានប្រែប្រួលទេជាមួយនឹង modal verb គឺប្រើដូចគ្នាទាំងអស់ okay so we finish yes no question we move to WA question form so we have WA question plus will or shall plus subject plus have plus been and verb ing plus object and question mark for examples how long will you have been living here at the end of the year មានន័យថាតើអ្នកនឹងរស់នៅទីនេះអស់រយៈពេលប៉ុន្មានបើយើងគិតដល់ចុងឆ្នាំនេះអូខេមានន័យអញ្ចឹងគឺយើងធៀបទៅក្នុងអនាគតទៅគេថាពេលចុងឆ្នាំនោះវាអត់ទាន់មកដល់ទេអញ្ចឹងយើងគិតថាបើគិតដល់ចុងឆ្នាំតើអ្នករស់នៅទីនេះអស់រយៈពេលប៉ុន្មានហើយ Where will your mother have been staying before she moves in August តាមម្ដាយរបស់អ្នកនឹងស្នាក់នៅឯណាមុនពេលដែលគាត់បដូរមកទីនេះនៅក្នុងខែសីហាអូខេ
What will the professor have been teaching by the midterm តើលោកសាស្ត្រាចារ្យនឹងបង្រៀនអំពីអ្វីមុនពេល midterm ពាក់កណ្ដាលត្រីមាស Who will they have been training before the conference តើនរណាដែលពួកគេនឹងបង្វឹកឬក៏បង្ហាត់បង្ហាញមុនពេលការប្រជុំ Okay conference មានន័យថាការប្រជុំឬក៏បើយើងនិយាយពីការប្រជុំបែបថ្នាក់ជាតិយើងហៅថាសន្និសីទអីចឹងទៅក៏បានដែរ Okay next one how much money will we have been saving by next year if we switch plans តើយើងនឹងសល់លុយបានប៉ុន្មាននៅឆ្នាំក្រោយប្រសិនបើយើងផ្លាស់ប្ដូរផែនការ Okay this is about lesson 12 everybody so that's all for the lesson today thank you so much for paying attention to this video lesson and I hope to see you next time have a great day everybody